បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយើងជួបគ្នាជាថ្មីបន្តទៀតហើយនៅវីដេអូរបស់ខ្ញុំដើម្បីជាការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងឲ្យបានឃើញនៅទស្សនវិជ្ជាឬក៏ជាសកម្មភាពរបស់ខ្ញុំផងដែរហើយនេះខ្ញុំបានធ្វើដំណើរជាមួយនឹងក្រុមការងារគឺយើងជិះចេញពីខាងប្រទេសចក្រីហ្នឹងគឺឆ្ពោះទៅខាងភ្នំពេញវិញហើយនេះយើងបានធ្វើដំណើរឆ្លងកាត់នៅស្រុកបាភ្នំដែលគេហៅថាឈើកាច់បាភ្នំបានហើយយើងឃើញហើយពុកម៉ែបងប្អូនទាំងអស់គ្នាយើងឃើញពីទស្សនវិជ្ជានៅតាមដងផ្លូវឃើញអំពីអាកាសធាតុគឺនៅរដូវប្រាំងនេះគឺមានភាពក្តៅមែនតែនដោយខ្ញុំបានជិះម៉ូតូហ្នឹងគឺលក្ខណៈឡើងក្តៅហ្មងទោះបីជាមានខ្យល់បក់ក៏ដោយក៏នៅតែក្តៅដែរហើយនេះយើងបានមកដល់បឹងនៅនឹងជើងភ្នំឈើកាច់នឹងផ្ទាល់តែម្ដងហើយបងប្អូនបាទហើយខ្ញុំពិតជាសោកស្ដាយមែនទែនដែលខ្ញុំអត់បានចូលលេងនៅខាងភ្នំឈើកាច់ហ្នឹងហើយនេះយើងបានមកដល់សាលាស្រុកបាភ្នំហើយខ្ញុំក៏ឈប់ថតហើយយើងឃើញពីទស្សនវិជ្ជានៅខាងស្រុកបាភ្នំគឺរៀងស្ងប់ស្ងាត់បន្តិចហើយនេះយើងក៏ចេញពីស្រុកយើងបន្តទៅកន្លែងមួយទៀតដែលគេហៅថាបឹងស្នេហ៍បានបងប្អូនឃើញហើយទស្សនវិជ្ជានៅខាងបឹងហ្នឹងគឺមានលក្ខណៈវារៀងហួតទឹកបន្តិចដោយសារតែរដូវប្រាំងបានបើសិនជារដូវវស្សាគឺយើងឃើញថាទឹកច្រើនហើយទេសភាពគឺល្អជាងនេះផងដែរបាទហើយនេះបងប្អូនហើយខ្ញុំអត់បានទៅថតនៅខាងនោះទេកន្លែងរមណីយដ្ឋានគេនោះបានយើងថតនៅផ្នែកមួយនៃស្ពានដែលខ្ញុំបានឈប់ថតហ្នឹងដើម្បីចែកការចែករំលែកទៅកាន់ពុកម៉ែបងប្អូនបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេគឺខ្ញុំសូមអរគុណហើយសូមជម្រាបលាទៅកាន់បងប្អូនទាំងអស់គ្នា